Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel SPC ទូទីបៀចាថ្ងៃនេះគឺអ្នកគ្រូមកនាំអ្នកទាំងអស់គ្នាមើលថាមួយរយៈនេះមានរឿងកើតឡើងចំពោះអ្នកចាយើងមើលមួយរយៈនេះមានរឿងកើតឡើងចំពោះយើងណាមួយរយៈនេះមានរឿងកើតឡើងចំពោះអ្នកចានៅក្នុងនេះអ្នកគ្រូមើលទៅឃើញថាមួយរយៈនេះយើងរៀងរារែកចិត្តជាមួយនឹងអ្វីៗជុំវិញខ្លួនណាបើសិនជាយើងចង់ធ្វើអីមួយក៏យើងអត់ចង់ធ្វើដែរដូចថាយើងចង់រកស៊ីអីចឹងយើងរារែកចិត្តមួយរយៈនេះណាដូចថាយើងធ្វើទៅយើងខ្លាចបរាជ័យធ្វើទៅខ្លាចវាអសមដោយបំណងមួយរយៈនេះគឺអញ្ចឹងប៉ុន្តែនៅក្នុងនេះអ្នកគ្រូឃើញថាបើសិនយើងនៅតែរារែកអញ្ចឹងអ្វីក៏យើងអត់ទទួលបានដែរដូចថាយើងចង់បើករកស៊ីអីមួយយើងបើកទៅណាចង់បើករកស៊ីអីមួយយើងបើកទៅមិនបាច់នៅរារែកចិត្តទេតាមពិតលៀបសការៈនៅជុំវិញខ្លួនយើងនឹងឯងវាធ្វើឲ្យយើងគិតឃើញថាយើងត្រូវរកស៊ីអីចឹងណាប៉ុន្តែយើងរារែកចិត្តហើយជួនកាលដូចក្លាប់ចាក់អញ្ចឹងដូចថាយប់ឡើងយើងគិតថាយើងត្រូវរកស៊ីអីហើយយើងចង់ធ្វើវាអញ្ចឹងពេញមួយយប់យើងគិតពីវាដល់ពេលព្រលឹមឡើងរឿងទាំងអស់ដែលយើងគិតហ្នឹងវាដូចជារសាយបាត់ទៅអស់ចាអញ្ចឹងបានអ្នកគ្រូថាក្លាប់ចាក់ដោយសារអីយើងខ្លាចចេះខ្លាចចុះហើយយើងតម្រើសយើងគិតថាវាចេះវាចុះណាអត់ល្អទេចាបញ្ញាយើងមានប៉ុន្តែរវាងពេលថ្ងៃនិងពេលយប់ធ្វើឲ្យចិត្តយើងនឹងខុសគ្នាចាមរយៈនេះអញ្ចឹងរវាងពេលថ្ងៃនិងពេលយប់ធ្វើឲ្យចិត្តយើងខុសគ្នាពេលថ្ងៃកាត់ផ្សេងពេលយប់កាត់ផ្សេងណាហើយបើយើងរកគឺយើងនិយាយថាយើងរកយើងគុំតម្រើសការងារក៏យើងគុំគិតថាវាតិចតួចវាអញ្ចេះវាអញ្ចោះនិយាយទៅត្រូវរននឹកឃើញថារកអីរននឹងទៅកុំឲ្យគិតច្រើនណាតកាលណាគិតច្រើនយើងខ្លាចទៅជាមនុស្សរារែកនៅក្នុងការទទួលផលតាមពិតយើងរកបានចាកុំឲ្យដូចអ្នកគ្រូថាពេលយប់គិតផ្សេងពេលថ្ងៃគិតផ្សេងពេលយប់គិតឃើញថ្ងៃឡើងខ្ជិលពេលយប់គិតឃើញគិតថ្ងៃឡើងមានរឿងផ្សេងផុសចេញពីគំនិតរបស់យើងធ្វើឲ្យយើងអត់ធ្វើការអ្វីដែលដូចតែយើងបានគិតការពីយប់ទេអាហ្នឹងគឺវាអញ្ចឹងហើយពេលថ្ងៃមកដល់បានន័យថាធ្វើឲ្យយើងហ្នឹងដោយថាវាគិតថាបញ្ហាច្រើនណាបញ្ហាច្រើនអត់ចង់ទៅហើយខ្លាចតែជាមនុស្សស្មុគអាចនាំជំងឺរំកាត់អីផ្សេងអាការៈអសូវស្រួលខ្លួនឬក៏ឈឺក្បាលអីកើតមានឡើងដោយសារតែយើងគិតថាវាបញ្ហាច្រើនវាពិបាកក្នុងការតំណាក់តំណងវាចេះមួយចេះពីរអាហ្នឹងគឺជាបញ្ហាដែលកើតឡើងខុសគ្នាចាពេលខ្លះយើងពេលថ្ងៃគិតឃើញតែពេលយប់គិតមកដល់អារម្មណ៍យើងប្រែប្រួលមួយរយៈហ្នឹងគឺអញ្ចឹងបើសួរថាមួយរយៈហ្នឹងមានរឿងកើតឡើងចំពោះអ្នកគឺពេលថ្ងៃនិងពេលយប់គឺខុសគ្នាអ្នកខ្លះគិតឃើញពេលថ្ងៃពេលយប់ឡើងមានរឿងដែលមកស្ទះដំណើររបស់គាត់វាអាស្រ័យលើថ្ងៃខែឆ្នាំកំណើតដែលគាត់កើតណាចាមានកើតពេលយប់កើតពេលថ្ងៃហ្នឹងគឺមួយរយៈនេះគឺឡាប់ចាក់អញ្ចឹងចាមានកើតពេលយប់ផ្សេងកើតពេលថ្ងៃផ្សេងប៉ុន្តែដឹងថាក្លាប់ចាក់អញ្ចឹងមួយរយៈហ្នឹងណាអញ្ចឹងអ្នកដែលបានមើលវីដេអូរបស់អ្នកគ្រូដូចមានអ្នកគ្រូជួយដាស់តឿនជួយបង្ហាញប្រាប់ថាយើងមានរឿងអីកើតឡើងចំពោះយើងអញ្ចឹងបន្តមកទៀតអ្នកគ្រូឃើញថាយើង
អាចជាមានគ្នាអាចជាមានអ្នកដែលថាមានរឿងអីយើងប្រឹក្សាជាមួយគាត់ចាប្រឹក្សាជាមួយគាត់ឲ្យគាត់នឹងជួយជាមតិជាយោបល់ជាដៃគូជាមិត្តភ័ក្តិអីចឹងណាពេលយើងនិយាយមួយគេទៅអាចថានឹងមានគំនិតល្អជាងយើងហើយនិយាយគ្នាស្រស់ស្រួលគ្នាហើយមនុស្សយើងតាមពិតបើយើងទៅប៉ឹងអ្នកណាម្នាក់ល្អណាទៅប៉ឹងអ្នកណាក៏បានអត់ដែរប៉ឹងគ្រូទាយក៏បានឲ្យបង្ហាញផ្លូវប្រាប់យើងឬក៏ថាប៉ឹងចាស់ទុំណាមួយក៏បានដែលមានអាយុប្រហាក់ប្រហែលយើងប៉ឹងទៅគេនឹងនាំផ្លូវឬក៏ថារកកន្លឹះឲ្យយើងឃើញណាចាគេនឹងនាំផ្លូវគេនឹងរកកន្លឹះឲ្យយើងហើយធ្វើឲ្យយើងនឹងក្លាហានឡើងចាបើកទំព័រថ្មីដល់បើកជីវិតថ្មីសម្រាប់ខ្លួនឯងហើយតាំងយើងតាំងមនុស្សដែលយើងទៅប៉ឹងពាក់តាំងដៃគូស្និទ្ធស្នាលរបស់យើងគឺជោគជ័យជុំគ្នាចាជោគជ័យជុំគ្នាណាព្រោះការទៅហ្នឹងបានន័យថាបើអ្នកខ្លះចង់បើករបររស់ស៊ីអីមួយកាត់អីមួយគឺភាសាគ្នាទៅពី3នាក់ហ្នឹងអាចថារីកចម្រើនជុំគ្នាទទួលបានផលទទួលបានលៀបសការៈជុំគ្នាចឹងណាតែហាមតម្រើសការងារព្រោះមួយរយៈហ្នឹងគឺវារឿងកលាប់ចាក់វាអញ្ចឹងហើយមិនតន់អស់រឿងកលាប់ចាក់ឯមួយរយៈហ្នឹងគឺនៅមានទៀតចាត្បិតថាមើលបៀហើយឬក៏ថាប្រហែលថ្ងៃមុនគឺយើងកលាប់ចាក់អញ្ចឹងសួរថាបន្ទាប់ពីយើងរកគេឲ្យជួយដោះស្រាយជោគជ័យជុំគ្នាហើយសួរថាវារីចម្រើនទៅរហូតមែនអ្នកគ្រូអត់ទេអ្នកគ្រូមើលទៅឃើញថាដំបូងឡើយយើងតម្រើសការងារឬថាកិត្តខុសយប់កិត្តផ្សេងថ្ងៃកិត្តផ្សេងជួនកាលរនឹកឃើញការងារពេលថ្ងៃយប់ឡើងមានអីមួយមកបង្អាក់ដំណើរការរបស់យើងធ្វើយើងលែងចង់ធ្វើអ្វីដែលយើងបានកិត្តបើយើងទៅភាសាដាក់ជាមួយដៃគូរបស់យើងនឹងមានគំនិតយោបល់ល្អហើយដឹកនាំយើងទៅរកមនុស្សម្នាក់ទៀតដើម្បីសម្រេចបំណងប្រាថ្នារបស់យើងចាហើយយើងនឹងក្លាហានហើយជោគជ័យរួមគ្នាប៉ុន្តែសួរថាចាប់ត្រឹមជោគជ័យរួមគ្នាមែនទេយើងនឹងត្រូវបរាជ័យម្ដងទៀតនិយាយទៅមួយរយៈនេះគឺអញ្ចឹងឡើងចុះវាអត់ថេបើនិយាយពីចំណូលវិញលុយចូលមកបានន័យថាវាមានរឿងអីមួយស្ទះកលាប់ចាក់អាលុយប្រុងចូលហើយវាទៅជាអត់ចូលវាទៅជាពជាពេលអញ្ចឹងទៀតណាវាទៅជាពជាពេលអីចឹងទៀតធ្វើឲ្យយើងស្មុគស្មាញហើយបើមានអ្នកចូលជួយដោះស្រាយគឺល្អវាទៅមុខហើយជោគជ័យរួមគ្នាបើថាឬក៏ថាលុយបានឬក៏ចំណែកបានហ្នឹងគឺយើងត្រូវបែងចែកប្រើប្រាស់រួមគ្នាឬក៏ថាយើងត្រូវបែងចែកទៅខាងគេខ្លះមិនមែនបានមកយើងទាំងអស់ទេបើសិនជាមានរឿងក្តីក្តាំងអីផ្សេងបានន័យថាយើងអាចរកដំណោះស្រាយបានតាមរយៈការប៉ឹងអ្នកដទៃឲ្យជួយចាប់ពី2អ្នកឡើងទៅហើយវត្តថាយើងឈ្នះមែនបើសិនមានរឿងក្តីក្តាំងយើងឈ្នះប៉ុន្តែលុយត្រូវបែងចែកចាវាអត់នៅមូលជាមួយយើងទេហើយចឹងបានថាមួយរយៈហ្នឹងបន្ទាប់ពីយើងជោគជ័យបន្ទាប់ពីយើងឈ្នះបន្ទាប់ពីយើងសម្រេចគឺយើងត្រូវបាត់បង់លៀបសការៈខ្លះចាបន្តមកទៀតរឿងដែលកើតឡើងចំពោះយើងមួយរយៈហ្នឹងគឺមួយរយៈយើងមានអារម្មណ៍ថាខ្លួនឯងអត់ចាស់ទុំទេដូចក្មេងអញ្ចឹងក្មេងហ្នឹងមិនបានថាដូចក្មេងបានន័យថាលៀបសការៈដែលយើងរកបានណាដូចជាកំ pl ែងជាមួយយើងដូចជាលេងជាមួយយើងចាហើយធ្វើឲ្យយើងហ្នឹងចូលរួមលេងល្បែងហ្នឹងជាមួយវាចឹងដែរចាអត់នឹងថឹងអត់នឹងថឹងនិយាយថារកបានចាយរកបានអត់ទៅវាចេះវាចោះនិយាយថាយើងអត់ច្បាស់លាស់ហ្នឹងហើយមួយរយៈហ្នឹងវាអញ្ចឹងអត់ច្បាស់លាស់ប៉ុន្តែកុំភ្លេចថាចុងបញ្ចប់នៃលបាយមួយហ្នឹងចុងបញ្ចប់នៃខណៈពេលមួយរយៈហ្នឹងគឺអ្នកទាំងអស់គ្នាជោគជ័យតែការដែលជោគជ័យមិនមែនជោគជ័យរួមគ្នាទេគឺជោគជ័យតែម្នាក់ឯងទេ
ចាអ្នកដែលមើលបៀនេះគឺអ្នកដែលចូលមើលបៀនេះគឺជោគជ័យណាជោគជ័យហ្នឹងគឺមិនដឹងថាកើតឡើងដោយវិធីណាព្រោះវាជាកម្លាំងធាតុខ្យល់ចូលមកចាដែលអាចកំណត់បាននៅស្រាប់តែថាមានរឿងល្អកើតឡើងតែដឹងតែមានរឿងល្អកើតឡើងនៅស្រាប់តែមានរឿងល្អកើតឡើងជាកិត្តិយសជាក្តីសម្រេចឲ្យអ្នកទាំងអស់គ្នាចាបើសិនតែយើងមានឆ្លុះតោះតេងជាមួយអ្នកណាម្នាក់មួយរយៈនេះឆ្លុះគ្នារឿងអីក៏ដោយរឿងការងាររឿងលុយរឿងស្នេហាឆ្លុះគ្នារឿងអីក៏ដោយយើងរៀងតម្រើសយើងរៀងអន់ចិត្តធ្វើឲ្យយើងពិបាកតែបើយើងរកដៃគូភាសាជាមួយយើងនឹងបានជោគជ័យចាយើងនឹងបានសប្បាយចាមានការហូបចុកអីជុំគ្នាសប្បាយជុំគ្នាណាចាបន្ទាប់មកយើងត្រូវមួយរយៈនេះអាចថាយើងត្រូវចំណាយលុយរៀងច្រើនបាត់បង់លៀបសការៈហើយលុយចូលមកដូចកំ pl ែងជាមួយយើងអញ្ចឹងចាប៉ុន្តែចង់ចាប់គឺយើងឈ្នះគ្រប់យ៉ាងបើសិននិយាយរឿងស្នេហាគឺយើងជោគជ័យរឿងស្នេហាបើសិននិយាយរឿងលុយកាក់យើងជោគជ័យរឿងលុយកាក់បើនិយាយរឿងការងារគឺយើងទទួលបានជោគជ័យនៅក្នុងតំណែងការងារតែការដែលជោគជ័យគឺជើងជោគជ័យតែម្នាក់ឯងទេអ្នកដែលចូលមើលបៀហ្នឹងណាចាជោគជ័យតែម្នាក់ឯងទេព្រោះដោយសារអីយើងប៉ឹងគេហ្នឹងគឺយើងបានឲ្យលុយគេខ្លះចាមិនអត់ឲ្យទេយើងឲ្យគេលុយគេខ្លះឬថាយើងត្រូវចំណាយនៅក្នុងការជួបជុំនៅក្នុងការបង្កើតភាពសប្បាយរីករាយជាមួយគេខ្លះទើបយើងជោគជ័យចាទើបយើងជោគជ័យណាហ្នឹងហើយមួយរយៈហ្នឹងគឺអញ្ចឹងមួយរយៈហ្នឹងអ្នកទាំងអស់គ្នាអាចជាមានអារម្មណ៍អត់ស្រួលខ្លួនធីងថងឈឺឬក៏កិតច្រើនឬក៏ដែលអត់សូវលក់ចាមួយរយៈហ្នឹងគឺអញ្ចឹងណាចឹងអ្នកគ្រូមើលបញ្ជាក់ថាតើបែបណាឲ្យប្រកបចាំមើលបញ្ជាក់តើបៀនេះនិយាយពីអីចានិយាយរឿងក្តីស្រឡាញ់ទី1ណាអ្នកទាំងអស់គ្នាបើនិយាយពីរឿងក្តីស្រឡាញ់វិញអាចថាអ្នកទាំងអស់គ្នាហ្នឹងមានចម្ពាក់ចិត្តជាមួយអ្នកណាម្នាក់ចាយើងមានចម្ពាក់ចិត្តជាមួយអ្នកណាម្នាក់ណាដូចថាយើងមានស្នេហាស្រឡាញ់អ្នកណាម្នាក់នៅក្នុងហ្នឹងហើយយើងរើសដូចថាគេឬគេថាគេមកស្រឡាញ់យើងអ្នកនេះក៏មកស្រឡាញ់អ្នកនោះក៏មកស្រឡាញ់ហើយធ្វើចិត្តយើងជាប់ជំពាក់យើងអាចដកខ្លួនខាងអ្នកណាមួយល្អឲ្យពិតប្រាកដសម្រាប់យើងណាយើងមើលអត់ដឹងចាយើងអាចសម្រេចបានអញ្ចឹងចិត្តអារម្មណ៍ចិត្តគំនិតបេះដូងវាជាប់ជំពាក់រួញគ្នានឹងគ្នាធ្វើយើងខ្លាចទៅជាមនុស្សតម្រើសប៉ុន្តែមិនយូរទេមនុស្សដែលស្រឡាញ់អ្នកពិតនឹងនៅហើយអ្នកដែលស្រឡាញ់អ្នកមិនពិតនឹងចាក់ចេញចាប៉ុន្តែអ្នកត្រូវប្រយ័ត្នណាពេលដែលគេចាក់ចេញគេមានបានន័យថាពេលគេចាក់ចេញគេមិនចាក់ចេញហើយទេអ្នកត្រូវប្រយ័ត្នព្រោះដោយសារអីគេចាក់ចេញគេមានធ្វើរឿងអ្វីមួយដែលជាក្តីអាម៉ាស់សម្រាប់អ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នសម្រាប់មនុស្សស្រីក៏ដោយប្រុសក៏ដោយសំខាន់ផ្ដោតទៅលើមនុស្សស្រីព្រោះមនុស្សប្រុសជាអ្នកចាក់ចេញអញ្ចឹងបានន័យថាមួយរយៈនេះអ្នកមានមុនស្នេហ៍បើនិយាយរឿងស្នេហាមានមុនស្នេហ៍គេស្រឡាញ់ចំរោមច្រើនយើងពិបាកមិនដឹងថារើសអ្នកណាទេមិនដឹងថារើសអ្នកណាចូលមកនៅក្នុងជីវិតណាអត់ដឹងទេពិបាកសម្រាប់ចិត្តព្រោះអ្នកនេះក៏ល្អអ្នកនោះក៏ល្អអញ្ចឹងប៉ុន្តែយើងទុកពេលវេលាដើម្បីពិសោធន៍មនុស្សចុះយើងនឹងឃើញថាអ្នកដែលស្រឡាញ់អ្នកមិនស្មោះត្រង់មិនពិតប្រាកដគេនឹងដើរចេញពីយើងពេលដែលគេដើរចេញពីយើងកុំភ្លេចថានឹងនាំបញ្ហាមកឲ្យយើងមិនមែនដើរចេញស្រួលយករួចខ្លួនទេអត់ទេគេដើរចេញពីយើងតែគេអត់ឲ្យយើងរួចខ្លួនទេណាចាត្រូវប្រយ័ត្ននឹងរឿងអ្វីមួយដែលយើងបាននិយាយជាមួយគេបានសន្យាមួយគេឬក៏ថាទង្វើអីមួយដែលយើងប្រព្រឹត្តខុសឆ្គងខុសប្រពៃណីអីជាមួយគេហ្នឹងប្រយ័ត្នគេបកអាក្រាតឬក៏ប្រយ័ត្នគេមានជាវីដេអូអីផុសអីផ្សេងចាព្រោះគេចេញទៅគេកំណត់អត់ល្អទេ
កំណត់ល្អហ្នឹងចង់បានអីពីយើងសួរថាចង់បានអីចង់បានលុយចាចង់បានលុយគេធ្វើអញ្ចឹងគេចង់បានលុយពីយើងខ្លះចាចង់បានលុយធ្វើឲ្យយើងហ្នឹងស្មុគស្មាញមកមានញឹកជាមួយគេអញ្ចឹងបើសិនជាមានវីដេអូអីថតអីជាមួយគេរបៀបផ្អែមល្ហែមអីកុំណាអ្នកគ្រូដាស់តឿនថាកុំព្រោះដោយសារនឹងនាំបញ្ហាមកឲ្យយើងនៅពេលក្រោយនឹងនាំបញ្ហាឲ្យយើងនៅពេលក្រោយណាតែយើងត្រូវខាតបង់លុយកាក់អ្នកខ្លះអត់ត្រូវអត់យើងអត់អាចឲ្យលុយទៅគេបានទេប៉ុន្តែគេធ្វើឲ្យយើងអស់លុយអស់កាក់ខាតលុយខាតកាក់ចាអ្នកខ្លះមានប្រើផ្លូវក្នុងអីចឹងទៅយើងទៅរកគ្រូរកអីដោះអីចឹងទៅអស់លុយអស់កាក់ដោយសារតែសកម្មភាពមនុស្សប្រុសម្នាក់ហ្នឹងឬក៏សកម្មភាពអ្នកដែលចាក់ចេញពីយើងហ្នឹងណាហើយធ្វើឲ្យយើងវល់ខាតលុយខាតកាក់នេះតែសួរថាចង់ចាប់អ្នកណាឈ្នះរវាងរឿងហ្នឹងគឺយើងអ្នកឈ្នះចង់ចាប់យើងបើសិនតែយើងប្រយ័ត្នបានចង់ចាប់ในរឿងហ្នឹងយើងនឹងទទួលបានលុយច្រើនឬក៏ថាសល់លុយអត់បាត់បង់តែបើយើងអត់ប្រយ័ត្នទេយើងបានធ្វើរឿងខុសឆ្គងយើងត្រូវខាតលុយច្រើនដូចគ្នាខាតលុយហ្នឹងខាតលុយអ្នកខ្លះឈឺអ្នកខ្លះអីផ្សេងអញ្ចឹងទៅរកគ្រូរកអីអញ្ចឹងទៅខាតលុយខាតកាក់ខាតបង់ពេលវេលាខាតបង់ផលប្រយោជន៍ខាតបង់ឱកាសនៅក្នុងការរកលុយចាអញ្ចឹងយើងត្រូវប្រយ័ត្នអញ្ចឹងណាចាសម្រាប់អ្នកចូលមើលបៀហ្នឹងនៃគ្រូធ្វើវីដេអូនេះជាសារដាស់តឿនសម្រាប់អ្នកដែលចូលមើលបៀបើសិនជាខ្លួនឯងមានអារម្មណ៍ថាមួយរយៈហ្នឹងដូចអត់ស្រួលសោះចាចូលស្ដាប់បៀនៃគ្រូទៅស្ដាប់អ្នកគ្រូណែនាំទៅហើយត្រូវប្រយ័ត្នអីខ្លះហ្នឹងយើងមើលតាមហ្នឹងទៅចាវាមិនត្រូវ 100% សម្រាប់មនុស្សម្នាក់ឯងចាព្រោះមើលនេះមើលទូទៅបើមកទៀមទាឲ្យអ្នកគ្រូមើលឲ្យត្រូវសម្រាប់ខ្លួនឯងគឺយើងត្រូវមើលផ្ទាល់ខ្លួនចាបើថាចង់ស្ដាប់វីដេអូរួមគឺស្ដាប់ហើយអាណាត្រូវយកជារបស់ខ្លួនទៅកែប្រែតាមនឹងទៅព្រោះអ្នកគ្រូមានពាក្យដើម្បីណែនាំដាស់តឿនឲ្យអ្នកទាំងអស់គ្នាបានជាអ្នកទាំងអស់គ្នាបានភ្លឺណាបើមកទៀមទាឲ្យមើលទៅឲ្យត្រូវជាមួយអ្នកទាំងអស់គ្នាវាមិនត្រូវ 100% ទេវាត្រូវយើងខ្លះគេខ្លះព្រោះយើងមើលរួមគ្នាចាអញ្ចឹងកន្លងមកមានអ្នកទៀមទាចាតែអ្នកគ្រូអត់ខ្វល់រឿងអ្នកទៀមទាគាត់ទៀមទាជាភាពលោភលន់របស់គាត់អញ្ចឹងយើងអត់និយាយចំណុចហ្នឹងទេអញ្ចឹងអ្វីដែលអ្នកគ្រូប្រាប់ចំណុចណាដែលត្រូវអ្នកទាំងអស់គ្នាគឺយើងយកទៅកែប្រែទៅដើម្បីអភិវឌ្ឍខ្លួនឯងណាជូនពរអ្នកទាំងអស់គ្នាជោគជ័យទាំងរឿងការងារប្រាក់កាសនិងស្នេហាណាចាអរគុណច្រើន